ជំរាបសួរប្រិយមិត្តរៀនហ្គីតាទាំងអស់គ្នាវិលត្រឡប់មកកាន់វីដេអូថ្មីមួយទៀតបាទថ្ងៃនេះខ្ញុំនឹងមកបង្ហាញបងប្អូនពីលីកហ្គីតាទៀតហើយដោយសារឥឡូវបងប្អូនពេញនិយមចង់ឲ្យខ្ញុំបង្ហាញលីកហ្គីតាហើយលីកហ្គីតានេះវាផ្សារភ្ជាប់ជាមួយនឹងមេរៀនកាលពីវីដេអូដែលខ្ញុំបានបង្ហាញពី12 bar blue ណាអញ្ចឹងទៅយើងអាច apply លីកហ្គីតានេះចូលទៅក្នុងការលេង12 bar blue របស់យើងជាមួយការលេង solo យើងរិះយើងចេះហើយណាវីដេអូមុនខ្ញុំបង្ហាញហើយអញ្ចឹងយើងអាច apply លីកហ្គីតានេះចូលជាមួយការលេង soloក្នុងtechnique 12 bar blue ហ្នឹងទៅវាបានព្រោះបាទហើយខ្ញុំនឹងយកតង់ជាមួយគ្នាកុំឲ្យបងប្អូនច្រឡំអីចឹងទៅខ្ញុំនឹងយកតង់ជាមួយគ្នាកាលពីវីដេអូមុនយើងដាក់ C bemol ណាអញ្ចឹងខ្ញុំនឹងបង្ហាញលីកហ្គីតាមួយហ្នឹងនៅក្នុង C bemol ដូចគ្នាដើម្បីបងប្អូនងាយស្រួលកុំឲ្យខុសតង់ទៅពិបាកហៀវដៃសម្រាប់បងប្អូនពិបាកក្នុងការ transpose ឡើងចុះណាតែបងប្អូនចេះហើយ transpose តាមតង់ដែលបងប្អូនចង់លេងទៅស្រែចិត្តអញ្ចឹងណាបាទអូខេហើយមួយទៀតបញ្ជាក់បើវងកញ្ចក់តិចរៀងរាល់ឧបករណ៍តន្ត្រីហ្គីតាដែលខ្ញុំលេងហ្នឹងគឺយើងលក់ទាំងអស់ហើយផលិតផលគឺសុទ្ធតែមានគុណភាពហើយស្អាតបើថាមកទឹកវិញមកទឹក 95% ហើយណាបើថាអីវ៉ាន់ផ្សេងនៅក្នុងប្រអប់គឺថ្មី 100% ដឹកពីក្រៅប្រទេសមកតែម្ដងអញ្ចឹងបាទអញ្ចឹងបងប្អូនដែលមានតម្រូវហើយសូមបងប្អូនមួយចំនួនពេលសួរនាំការទិញបងប្អូនចង់ទិញឬមិនចង់ទិញឲ្យសួរនាំដោយគុណក្រមសីលធម៌អញ្ចឹងណាកុំឲ្យការសួររបស់យើងវាមានការប៉ះពាល់ហើយបន្ទាប់មកវាអាចធ្វើឲ្យគេវាតម្លៃបុគ្គលដែលបានសួរទៅតាមកម្រិតអីចឹងទៅណាអធិស្ឋានណាសូមទោសពីកន្លែងហ្នឹងដែរព្រោះមួយរយៈក្រោយនេះឃើញបងប្អូនខ្លះមកសួរនិយាយត្រង់ទៅអាលីលើទេសួរអត់ដឹងខ្យល់អីនិយាយត្រង់ហ្មងចឹងទៅដាក់ក្នុងវីដេអូហ្នឹងហ្មងបាទអញ្ចឹងបងប្អូនត្រូវការពេញចិត្តទិញមិនពេញចិត្តក៏អត់អីដែរបាទអញ្ចឹងណាខ្ញុំអត់មានបានបង្ខំអ្នកណាគេទេណាអូខេអរគុណច្រើនឥឡូវយើងចូលមកវីដេអូមេរៀនរបស់យើងវិញបាទអញ្ចឹងជាមួយនៅក្នុងរិះរបស់យើងលើកមុន C bemol អញ្ចឹងខ្ញុំនឹងបង្ហាញបាទលីករបស់យើងខ្ញុំបង្ហាញលឿនសិនហើយខ្ញុំនឹងធ្វើយឺតៗឲ្យអ្នកនរគ្នាមើលតោះដងទៀតបាទនេះគឺជាលីកហ្គីតា blue បាទអញ្ចឹងជា blue ពាក់ព័ន្ធជាមួយអត់មានជ្រៅអីជាមួយ scale របស់យើងទេគឺនៅក្នុង major scale និង minor pentatonic scale របស់យើងគ្រាន់តែ add note 7តែមួយតែប៉ុណ្្នឹងអញ្ចឹងរបៀបរក7កាលពីវីដេអូមុនខ្ញុំបានធ្លាប់ហើយបង្ហាញបងប្អូនហើយអញ្ចឹងខ្ញុំអត់នឹងបកស្រាយកន្លែងនេះទេខ្ញុំគាត់បង្ហាញដៃការលេងលីកហ្គីតាមួយហ្នឹងអញ្ចឹងណាអូខេអរគុណច្រើនបាទនេះចូលទៅ start ចេញពីខ្ទង់ទី8ខ្សែទី2មកខ្ទង់ទី6ខ្សែទី3មកខ្ទង់ទី8ខ្សែទី4តាមម្ដងទៀតណាគាត់ដំណោតប៉ុណ្ណឹងចេញ blue បាត់ហើយណាមកឡើងមកទី8ខ្សែទី5មកខ្ទង់ទី5ខ្សែទី4នៅខ្ទង់ទី8ខ្សែទី4ណាអរណាផាកទី1ណាផាកទី1ដល់ពេលផាកទី2យើងស្លាយមកយើងស្លាយពីខ្ទង់ទី8មកខ្ទង់ទី10ខ្ទង់ទី12ណាធ្លាក់មកខ្ទង់ទី10ខ្សែទី3អានេះយើងស្លាយខ្សែទី4ណាខ្សែទី3ខ្ទង់ទី10ខ្សែទី3ខ្ទង់ទី12ខ្ទង់ទី11ខ្សែទី2ខ្ទង់ទី10ខ្សែទី1ណាខ្សែ E មីណាតបទៀតមកបែនអាណោតនេះមួយហើយមកខ្ទង់ទី11ខ្សែទី2 2ណោតវិញអញ្ចឹងយើងបានដាក់មួយណោតក៏បានដែរស្រេចចិត្តអ្នកនរគ្នាអញ្ចឹងណាអញ្ចឹងfull តម្រងពេញរបស់វាគឺដូចនេះមើលអ្នកនរគ្នាយឺតស៊ីបាទលឿនដងទៀតសុំទៅអធិស្ឋានបាទនេះគឺជាលេខហ្គីតា blue របស់យើង blue set របស់យើងblue set ហ្គីតា blue របស់យើងអាចយកទៅ apply នៅក្នុង
12 bar blue ដែលមានអាក set អញ្ចឹងណាចាក set អាក 7 major 7អញ្ចឹងmaster set អញ្ចឹងណាបាទអញ្ចឹងថ្ងៃនេះមានប៉ុណ្ណឹងបង្ហាញបងប្អូនទាំងអស់គ្នាដោយសារយើង link វាឲ្យវាផ្សារភ្ជាប់ជាមួយនឹងវីដេអូ Rift Blue Rift 12 bar blue លើកមុនណាបាទអញ្ចឹងបងប្អូនដែលមិនទាន់ subscribe YouTube channel រៀនហ្គីតា subscribe អ្នកមួយមក follow Facebook page រៀនហ្គីតាម្នាក់មួយក៏ដូចជា TikTok បាទអ្នកមួយមកអរគុណច្រើនយើងនឹងជួបគ្នានៅវីដេអូថ្មីក្រោយមួយទៀត